បាទសូមជំរាបសួរពុកម៉ែបងប្អូនទាំងគ្នាបាទថ្ងៃនេះខ្ញុំមកreview ជាច្រើនអាំងសាច់វែកឆ្លាតមួយដែលពីមុនបងប្អូននិស្សិតក៏បានធ្វើជាអាំងសាច់ដែលយើងត្រឡប់ម្ដងបានទាំងអស់បាទប៉ុន្តែយើងនៅតែការត្រឡប់ដោយដៃអញ្ចឹងពេលនេះគឺបងប្អូនបានបន្ថែមទៀតតើជាមួយជាអាំងសាច់វែកឆ្លាតរបស់យើងនេះគឺយើងupdate version អឺដែលយើងបានធ្វើពីមុនមកគឺយើងប្រើដោយត្រឡប់ម្ដងគឺទៅទាំងអស់ប៉ុន្តែឥឡូវនេះគឺយើងអត់ប្រើដោយដៃទៀតទេបាទយើងប្រើ timer យើងប្រើបាទការត្រឡប់សាច់នេះគឺអូតូម៉ាទិកហ្មងយើងប្រើរយៈពេលការត្រឡប់ឧទាហរណ៍ថាបើលើកទី1យើងឲ្យគាត់ឲ្យសាច់ឲ្យក្រានអាំងសាច់ត្រឡប់ប្រមាណរយៈពេលប្រមាណនាទីបានត្រឡប់ម្ដងហើយលើកទី2ប្រមាណថយរហូតដល់សាច់ឆ្អិនអញ្ចឹងបងប្អូននឹងធ្វើការបាទអភិវឌ្ឍក្រានអាំងសាច់ពេលឆ្លាតនេះឲ្យទៅជាក្រានមួយដែលដល់ភាពងាយស្រួលដល់បងប្អូនទាំងអស់គ្នាក្នុងការប្រើប្រាស់បាទអញ្ចឹងថាតើជាក្រានអាំងសាច់របស់យើងបាទមានទូនាទីមានថាប្រយោជន៍អីខ្លះបាទសូមមើលប្លង់សិនទៅហើយបងប្អូនកំពុងតែបាទយកប្លង់នេះទៅអនុវត្តធ្វើជាក់ស្ដែងថាតើការធ្វើលើប្លង់ហើយថាការធ្វើជាក់ស្ដែងវាអាចដំណើរការបានដែរឬអត់បាទយើងសូមតាមដានទាំងអស់គ្នាបងប្អូនបាទអញ្ចឹងជាអាំងសាច់នេះគឺបងប្អូនជំនាញវិញ្ញាសាកម្មបាទឆ្នាំទី2គាត់កំពុងតែសិក្សាស្រាវជ្រាវដែរអញ្ចឹងហើយបើជោគជ័យក៏វាជាមោទនភាពមួយដែលកូនខ្មែរយើងអាចធ្វើបានហើយក៏ជាមោទនភាពមួយដែលបងប្អូននិស្សិតបានគាត់រៀនស្រាវជ្រាវនៅពេលទំនេរពីការសិក្សារបស់គាត់បាទអញ្ចឹងហើយគាត់រៀនធ្វើជាក្រាននេះក្នុងឆ្នាំនេះគឺខាងក្រសួងការងារដូចជាខាងគម្រោងបាទ FOC គាត់បានផ្ដល់ឲ្យខាងជំនាញវិញ្ញាសាកម្ម4គម្រោងបាទគម្រោងធ្វើទូកឧបករណ៍ខ្នាតតូច1គម្រោងធ្វើ CNC ខ្នាតតូច1ដែលយើងធ្វើរួចរាល់ហើយ CNC ហើយតែដើរទៅជោគជ័យដែរឥឡូវនេះគឺគម្រោងទី3នេះគឺយើងកំពុងតែធ្វើជាការអាំងសាច់វែកឆ្លាតបាទថាតើជាការអាំងសាច់វែកឆ្លាតរបស់យើងនឹងគឺដំណើរការយ៉ាងម៉េចបាទចាំតាមដានទាំងអស់គ្នាបងប្អូនបាទហើយគម្រោងទី4គឺយើងនឹងធ្វើកង់ដែលប្រើថាមពលអគ្គិសនីគឺថាមពល solar ប៉ុន្តែកង់នោះយើងអត់ចាប់ផ្ដើមដោយសារយើងមួយ step មួយជំហានម្ដងដោយសារបាទទី1ថវិកាក៏មានកំណត់ទី2នេះគឺការធ្វើសាក់លបងបាទទៅការរយៈពេលអញ្ចឹងហើយគឺបើយើងធ្វើម្ដងទាំង4គម្រោងត្មងគឺច្បាស់ជាយកគម្រោងមួយណាឲ្យហើយមួយគឺអត់រត់ឃើញទេបាទអញ្ចឹងហើយក៏សម្រាប់ចិត្តធ្វើម្ដងមួយឲ្យវាជោគជ័យមួយហើយចាំឈានទៅមួយទៀតបាទធ្វើបែបនេះគឺចំណេញដោយសារថាវិការរបស់យើងមានកំណត់ហើយទី2គឺចំនួនមនុស្សរបស់យើងដោយសារបងប្អូនឆ្នាំទី2ភាគច្រើនគាត់ធ្វើការហើយអ្នកដែលអត់ទៅធ្វើការអត់ចុះកម្មសិក្សាគឺត្រូវតែមកធ្វើបាទជាអាំងសាច់ឬក៏ធ្វើគម្រោងទាំងអស់នេះដើម្បីឲ្យពួកគាត់បានអនុវត្តបន្ថែមបាទវិការរៀនសូត្ររបស់គាត់ពីមុនមកជាមួយលោកគ្រូបាទតាមមុខជាមួយនេះគឺបងបន្ថែមនៅបាទការធ្វើគម្រោងនេះដោយមានការ research មានការគូប្លង់មានការធ្វើដល់ផ្ទាល់បាទអញ្ចឹងហើយគឺជាការផលិតមួយដែលគិតថាវាជាគម្រោងមួយដែលធ្វើឲ្យយើងនឹងគឺមានកំណត់បាទដោះបន្ថែមទៀតផងដែរបាទអញ្ចឹងគម្រោងកិច្ចការអាំងសាច់នេះគឺមានប្លង់ប៉ុណ្ណឹងអញ្ចឹងបងប្អូនជួយមើលទៅហើយបាទនឹងតាមដានទាំងអស់គ្នាដើម្បីពិនិត្យថាតើបាទការផលិតរបស់បងប្អូនបានជោគជ័យបានប៉ុណ្ណាហើយតាមដានទាំងអស់គ្នាថាតើជាការរបស់យើងនេះគឺវាផ្ដល់នូវភាពងាយស្រួលក្នុងការប្រើប្រាស់បាទយ៉ាងរបៀបណាបាទវាការអង្គុយឈរប្រែម្ដងមួយហើយនឹងការអាំងសាច់ដោយមានការប្រែអូតូម៉ាទិកមកដោយមិនចាំយើងអង្គុយប្រែខាត់ពេលវេលាបាទអញ្ចឹងគម្រោងនេះគឺមានទៅតាមរូបអស់ហ្នឹងបាទយើងសូមបាទរូបដែលបានបង្ហាញអញ្ចឹងសូមបងប្អូនជួយពិនិត្យមើលហើយតាមដានបាទបន្តទៀតនឹងការធ្វើផ្ទាល់បាទអញ្ចឹងក្រុមការងារបងប្អូនក៏ដូចជាខ្ញុំផ្ទាល់សូមអរគុណច្រើនបងប្អូនទាំងគ្នាដែលបានតាមដានវីដេអូនេះបាទពីដើមរហូតដល់ចប់បាទយើងសូមអរគុណបាទសូមអរគុណច្រើន